តើប្រម៉ែកុងស្អ៊ីមគឺជានរណាខ្មែរយើងមានដែលស្គាល់ប្រម៉ែកុងស្អ៊ីមដែរឬអត់តាមអ្វីដែលខ្ញុំដឹងពីចំណន់ស្ដេចជ័យវរ្ម័នទី7ព្រះអង្គតាមព្រះពុទ្ធសាសនាមហាយានហើយព្រះអង្គគោរពបំផុតគឺជាព្រះពោធិសត្វអវលោកកតេស្វរៈព្រះពោធិសត្វអវលោកកតេស្វរៈគឺជាព្រះពោធិសត្វធំមួយអង្គនៅក្នុងព្រះពុទ្ធសាសនាព្រះពោធិសត្វអង្គនេះហើយគឺជាប្រម៉ែកុងស្អ៊ីមនៅប្រទេសចិននោះឯងហើយបងប្អូនយើងនឹងសួរប្រម៉ែកុងស្អ៊ីមគឺជាស្រីប៉ុន្តែព្រះពោធិសត្វអវលោកកតេស្វរៈគឺជាប្រុសហេតុអ្វីក៏ថាព្រះអង្គតែមួយគឺជារឿងធម្មតាទេព្រះពោធិសត្វអវលោកកតេស្វរៈព្រះអង្គគឺជាព្រះពោធិសត្វមហាព្រះពោធិសត្វគឺព្រះពោធិសត្វធំព្រះអង្គមានឫទ្ធិធំព្រះអង្គអាចបែងកាយជាប្រមាណក៏បានដែរអាចប្រែខ្លាចជាប្រុសក៏បានស្រីក៏បានជាស្ដេចជានមឺនមន្ត្រីជាសេដ្ឋីអីក៏បានទាំងអស់ហេតុនោះហើយព្រះអង្គប្រែកាយមកជាមនុស្សស្រីដើម្បីប្រោសសត្វលោកនៅប្រទេសចិនដើម្បីឲ្យស្របសត្វលោកនៅទីនោះហេតុនោះហើយប្រទេសចិនក៏មានប្រម៉ែកុងស្អ៊ីមដល់ឥឡូវនេះឯងគ្រាន់តែកាយបំបែករបស់ព្រះពោធិសត្វអវលោកកតេស្វរៈតែប៉ុណ្ណោះគឺព្រះអង្គបែងកាយព្រះអង្គជាអ្នកមានឫទ្ធិបែងកាយប្រមាណក៏បានដែរហេតុនោះហើយនេះគ្រាន់តែយើងហៅតាមគេហៅថាអវតារក៏បានដែរគឺជាកាយព្រះអង្គបានបែងចេញដើម្បីប្រោសសត្វលោកហើយបើយើងដឹងដល់រឿងនេះហើយគឺថាប្រម៉ែកុងស្អ៊ីមហើយខ្មែរយើងក៏មិនឆ្ងាយដែរព្រោះអីស្ដេចខ្មែរយើងធ្លាប់គោរពព្រះអង្គហើយគឺព្រះពោធិសត្វអវលោកកតេស្វរៈនោះឯងយើងចង់ដឹងយើងស្រាវជ្រាវប្រវត្តិសាស្ត្រខ្មែរនឹងដឹងហើយពីចំណន់ជ័យវរ្ម័នទី7ព្រះអង្គបានតាមព្រះពុទ្ធសាសនាមហាយានហើយក្រោយពីព្រះអង្គមកណាកូនចៅរបស់ព្រះអង្គបានចូលសាសនាមហាយានម្ដងតិចម្ដងតិចហើយក៏ទទួលយកសាសនាថេរវាទដល់ឥឡូវនេះឯងហើយយើងមើលការចំណន់ព្រះអង្គណាគឺទឹកដីខ្មែរធំលួងលួយហើយខ្មែរចំណន់នោះក៏មានអំណាចយ៉ាងខ្លាំងគឺអំណាចខ្លាំងអំណាចធំហើយសំខាន់គឺព្រះបាទជ័យវរ្ម័នទី7ហ្នឹងគឺស្ដេចខ្មែរយើងគឺព្រះអង្គធ្វើខ្លួនព្រះអង្គឲ្យស្តៀងដូចជាព្រះពោធិសត្វអវលោកកតេស្វរៈចឹងគឺព្រះអង្គយកតម្រាបតាមណាគឺមានចិត្តមេត្តាករុណាស្រឡាញ់ប្រជារាស្ត្រគឺព្រះអង្គធ្វើបានល្អហេតុនោះហើយការរាជការរបស់ព្រះអង្គគឺទឹកដីធំលំលួយធំធេងហើយមានអំណាចស្ដេចពេលនោះមានអំណាចបើយើងអ្នកណាបានស្រាវជ្រាវអំពីព្រះពុទ្ធសាសនាមហាយានយើងស្រាវជ្រាវពីព្រះពោធិសត្វអវលោកកតេស្វរៈឬក៏ហៅប្រម៉ែកុងស្អ៊ីមនេះគឺនៅប្រទេសចិនគេមានគម្ពីរធម៌និយាយអំពីប្រម៉ែកុងស្អ៊ីមតែម្ដងគឺប្រម៉ែកុងស្អ៊ីមសពដូចជាម្ដាយម្នាក់ចាំតែជួយពួកកូនពេលមានអាសន្នគឺពេលមនុស្សយើងមានអាសន្នហ្នឹងយើងស្រែកហៅឲ្យព្រះអង្គជួយគឺព្រះអង្គនឹងមកជួយហើយគឺរឿងនេះរឿងមានពិត 100% រឿងគេនិយាយឲ្យស្ដាប់គឺបាច់ច្រើនគឺពេលក្រោយចំណន់សឹកពេលដល់ហើយណាពេលឆ្នាំក្រោយឆ្នាំ75គឺអ្នកគេរត់ឆ្លងដែនណាឆ្លងសមុទ្រដើម្បីទៅអាមេរិកណាពីវៀតណាមទៅណាពេលទៅដល់កណ្ដាលសមុទ្រជួបចោលសមុទ្រហើយនឹងជួបខ្យល់ព្យុះគឺអ្នកដែលគេដឹងគេធ្លាប់គោរពប្រម៉ែកុងស្អ៊ីមហ្នឹងគេសូត្រឈ្មោះព្រះអង្គហើយបន់ណាបួងសួងឲ្យព្រះអង្គជួយគឺគេបានរួចផុតមែនតែគឺមិនមែនលេងទេណាគឺនៅក្នុងពេលនោះក្នុងចិត្តគេគឺថាប្រហែលជាស្លាប់ហើយគ្មានរស់រួចទេនៅកណ្ដាលសមុទ្រធំធេងប៉ុន្តែដល់ពេលគេសូត្រព្រះនាមព្រះអង្គបន់ណាគេបន់បួងសួងគឺថាមាន
ពុទ្ធហេតុកើតឡើងจึงតែម្ដងគឺថាគេរួចផាត់ពីតសមុទ្ររួចផាត់ពីខ្យល់ព្យុះនៅកណ្ដាលសមុទ្រហើយឆ្លងផាត់ទៅដល់អាមេរិកដល់បានគឺរឿងយើងមិនគួរគឺថាយើងស្ដាប់យើងគួរអ្នកខ្លះគេមិនជឿទេថាវាពួកគេការជឿតែរឿងមែនតើណាស់គេឆ្លងរួចទៅហើយហ្នឹងគេនិទានឲ្យស្ដាប់គឺមានពុទ្ធហេតុច្រើនហើយមានរឿងអាមេរិកក៏ថតបានប្រម៉ែកុងស្អ៊ីមឆោលើខ្នងនេះគឺរូបហ្នឹងរូបមានរឿងមានពិតគឺអ្នកឆ្លងដែនឆ្លងសមុទ្រទៅអាមេរិកជួបគ្រោះហើយក៏បានសូត្រព្រះនាមព្រះអង្គហើយបួងសួងហើយអ្នកនៅអាមេរិកនោះអ្នកគេដើរយាមល្បាតគេក៏ឃើញភ្លើងភ្លឺផ្លែនៅកណ្ដាលសមុទ្រហើយគេក៏រត់ទៅកន្លែងនោះហើយគេប្រើម៉ាស៊ីនថតរូបគេណាគេប្រើអាកែវយឺតហ្នឹងគេយឺតមើលទៅឃើញមនុស្សស្រីម្នាក់ជាលើខ្នងនាងហើយក៏គេថតរូបនោះទុកគឺថារូបពីដើមគឺរូបមានពិតឥឡូវហ្នឹងមិនដឹងនៅឬមិននៅតែលើគេថារូបគេថតបានមែនតើហើយក៏អ្នកឆ្លងសម្បត្តិក៏បានប៉ូលីសអាមេរិកជួយទៅគឺថាប៉ូលីសអាមេរិកនោះបានឃើញភ្លើងភ្លឺផ្លែនោះគឺជាសញ្ញារបស់ព្រះពោធិសត្វដើម្បីឲ្យទៅជួយព្រោះអីមានសញ្ញាហ្នឹងពួកប៉ូលីសនឹងដឹងថាមានមនុស្សទៅក្នុងទីនោះហេតុនោះហើយពួកប៉ូលីសក៏បានជួយតតហើយគេក៏ឆ្ងល់គេក៏ឲ្យរូបពួកនេះឆ្លងដែននោះមើលគេថានឹងហើយរូបហ្នឹងរូបព្រះម៉ែកុងស្អ៊ីមតែគេខំបន់ស្រន់នឹងហើយដើម្បីឆ្លងផុតនឹងរូបនឹងហើយនេះជាអពុទ្ធហេតុខ្ញុំចង់តែនិយាយបន្តិចដើម្បីឲ្យបងប្អូនចឹងដឹងបន្តិចពីព្រះម៉ែកុងស្អ៊ីមគឺมันឆ្ងាយពីខ្មែរយើងប្រហែលទេស្ដេចខ្មែរយើងធ្លាប់គោរពពីដើមមកហើយគ្រាន់តែយើងមិនដឹងតែប៉ុណ្ណោះព្រះអង្គគឺជាព្រះពោធិសត្វអវលោកទេស្វរានោះឯងហើយមានតែប៉ុណ្្នឹងឯងថ្ងៃណាខ្ញុំនឹងនិយាយថែមខ្លះទៀតសូមជម្រាបលារូបដែលខ្ញុំដាក់ខាងលើហ្នឹងគឺជារូបគេគូទេមិនមែនជារូបដើមដែលគេថតបានទេរូបដើមគេថតបានមិនដឹងនៅទីណាប៉ុន្តែគឺរូបមានដូចអញ្ចឹងតែម្ដង